អាយដាមបណ្ឌិតឡាយលងផេងទីប្រឹក្សាសម្ដេចតេជោនិងជាក្រុមការងារចលនាកសាងសមាជិកគណៈបកនៅមូលដ្ឋានខេត្តព្រៃវែងនិងលោកជំទាវព្រមទាំងក្រុមការងារបានសហការជាមួយសមាគមសហគ្រិនបញ្ញវន្តកម្ពុជានាំយកអំណោយសប្បុរសធម៌សរុបជាង28លានរៀលចែកជូនកងទ័ពប្រជាពលរដ្ឋភៀសសឹកនិងរដ្ឋបាលមូលដ្ឋាននៅខេត្តសៀមរាបនិងបន្ទាយមានជ័យខេត្តសៀមរាបនៅរសៀលថ្ងៃទី21ខែធ្នូឆ្នាំ2025អាយដាមបណ្ឌិតឡាយលងផេងទីប្រឹក្សាសម្ដេចតេជោនិងជាក្រុមការងារចលនាកសាងសមាជិកគណៈបកនៅមូលដ្ឋានខេត្តព្រៃវែងនិងលោកជំទាវព្រមទាំងក្រុមការងារបានសហការជាមួយសមាគមសហគ្រិនបញ្ញវន្តកម្ពុជានិងជាប្រធានសាខាបញ្ញវន្តតេជោនៃផែនសហគ្រិនវ័យក្មេងក្រុមការងារយុវជនគណៈបកប្រជាជនកម្ពុជារាជធានីភ្នំពេញបានដឹកនាំក្រុមការងារនាំយកនៅគ្រឿងឧបភោគបរិភោគនិងសម្ភារៈប្រើប្រាស់ប្រគល់ជូនដល់អង្គភាពទ័ពដែលកំពុងឈរជើងការពារសមរភូមិតាមបន្ទាត់ព្រំដែននិងប្រគល់ជូនដល់រដ្ឋបាលខេត្តបន្ទាយមានជ័យនិងរដ្ឋបាលស្រុកបន្ទាយស្រីព្រមទាំងជូនជនភៀសសឹកចំនួន200គ្រួសារដែលមកស្នាក់នៅក្នុងវត្តដំរីក្រាបស្រុកបន្ទាយស្រីខេត្តសៀមរាបផងដែរអាយដាមបណ្ឌិតឡាយលងផេងបានមានប្រសាសន៍ថាអំណោយជាស្បៀងអាហារនិងសម្ភារៈប្រើប្រាស់ដែលយកមកប្រគល់ជូននាពេលនេះគឺជាការចូលរួមរបស់អាយដាមលោកជំទាវលោកស្រីដែលបានចូលរួមចំណែកក្នុងការឧបត្ថម្ភមួយចំនួនដល់ក្រុមការងារព្រមទាំងមានការចូលរួមពីសំណាក់អាយដាមលោកជំទាវលោកអុកញ៉ាលោកស្រីដែលជាទីប្រឹក្សាអនុប្រធានសមាជិកសមាជិការបស់សមាគមនិងរបស់បណ្ដាសប្បុរសជនផ្សេងទៀតអាយដាមបណ្ឌិតបន្តថាក្នុងស្មារតីខ្មែរតែមួយរួមគ្នាខ្មែរស្រឡាញ់ខ្មែរជួយគ្នាទៅវិញទៅមកទាំងសម្ភារៈនិងស្មារតីនិងក្នុងកលៈទេសៈដែលប្រទេសជាតិកំពុងទទួលរងនៅការរំលោភបំពាននិងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរលើបូរណភាពទឹកដីពីសំណាក់យោធាថៃសូមឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវរួបរวมសាមគ្គីជួយគ្នាក្នុងគ្រាលំបាកមានទុក្ខរួមទុក្ខមានសុខរួមសុខគ្មានអ្វីល្អប្រសើរជាងពេលបានឃើញប្រទេសជាតិមានសន្តិភាពនោះទេអំណោយជាស្បៀងអាហារនិងសម្ភារៈចាំបាច់នេះគឺចំណាយថវិកាសរុបប្រមាណ28,074,400,000រៀលបានបែងចែកប្រគល់ជូន6គោលដៅរួមមានប្រគល់ជូនដល់មេបញ្ជាការបញ្ជាការដ្ឋានកំភ្លើងធំប្រចាំទិសទី3បញ្ជាការកងពលតូចថ្មើរជើងលេខ42រដ្ឋបាលខេត្តបន្ទាយមានជ័យរដ្ឋបាលស្រុកបន្ទាយស្រីខេត្តសៀមរាបប្រកេនដល់ព្រះសង្ឃគង់នៅវត្តបាលីដំរីក្រាបនិងចែកជូនដល់ជនភៀសសឹកចំនួន200គ្រួសារដែលមកស្នាក់នៅក្នុងខេត្តសៀមរាបផងដែរសូមបញ្ជាក់ថាពិធីប្រគល់អំណោយទាំង9គោលដៅខាងលើបានរៀបចំឡើងនៅទីរួមស្រុកក្រឡាញ់និងស្រុកបន្ទាយស្រីខេត្តសៀមរាប